ទីហ៊ានចោលសៀមបានយកដំបូលផ្ទះពលរដ្ឋខ្មែរធ្វើជាលិនដ្ឋានបងប្អូនអរគ្នាកុំភ្លេចជួយ follow page admin មួយដើម្បីទទួលបានព័ត៌មានល្អៗមុនគេបើតាមប្រភពពីកម្ពុជាថ្មីដោយវីដេអូខាងលើនេះបានបង្ហាញថាចោលសៀមបានរៀបចំអាវុធរៀបចំគ្រឿងសម្ភារៈផ្សេងៗពិសេសគឺ sniper របស់វាដាក់នៅលើដំបូលផ្ទះពលរដ្ឋវារុះរើដំបូលផ្ទះមកចង្ហៀងចេញដើម្បីដាក់ស៊ីបមកខាងដីខ្មែរនេះគឺជាវីដេអូដែលបង្ហាញអំពីកម្លាំងសៀមកំពុងតែឈោទៀតត្រាមើលខ្មែរយើងធ្វើសកម្មភាពផ្សេងៗពិសេសគឺពលរដ្ឋខ្មែរបងប្អូនបើយើងមើលតាមរូបភាពខាងលើនេះគឺនៅខាងច្រកបឹងតគួនណាអញ្ចឹងបងប្អូនអរគ្នាបើសិនជាបងប្អូនបានទៅមើលតើមានអញ្ចឹងអត់ហើយផ្ទះនេះប្រហែលជាបងប្អូនបានស្គាល់ហើយផ្ទះរបស់អ្នកមានសុខស្ដំម្នាក់ឥឡូវនេះគាត់បានភៀសសាក់ទៅខាងឃុំស្លក្រាមស្រុកស្វាយជ័យខេត្តបន្ទាយមានជ័យហើយឯផ្ទះរបស់គាត់នេះគឺចៅសៀមបានគ្រប់គ្រងទាំងស្រុងហើយដីគាត់ក៏សៀមគ្រប់គ្រងទាំងស្រុងដែរគឺគ្រប់គ្រងដោយខុសច្បាប់បងប្អូនអរគ្នាបើសិនជាបងប្អូនបានមើលហើយប្រហែលជាសក់ទឹកភ្នែកដូច admin ដែរព្រោះ admin មើលដំបូងគឺសក់ទឹកភ្នែកមែនតើដោយសារតែដីខ្មែរផ្ទះខ្មែរបែរជាសៀមយកធ្វើឲ្យពលរដ្ឋយើងភៀសសឹកច្រើនអញ្ចឹងហើយបានខ្ញុំតែនិយាយថាសង្គ្រាមវានាំតែវិនាសមហន្តរាយអញ្ចឹងទេបើមរុទ្ធចោលផ្ទះក៏មានពិការឬក៏ស្លាប់ចឹងទៅអញ្ចឹងបងប្អូនអរគ្នាយើងជឿជាក់លើរដ្ឋាភិបាលរបស់យើងកុំប្រះហិង្សាយើងប្រើច្បាប់វិញព្រោះមានតែច្បាប់ទេទើបអាចឈ្នះពួកព្រៃទាំងហ្នឹងអញ្ចឹងណាវីដេអូទាំងនេះសូមឲ្យបងប្អូនជួយ share បានច្រើនផងដើម្បីបានដឹងដល់សកលលោកព្រោះឯកសារបង្ហាញអំពីអត្តចរិតរបស់ប្រទេសមួយគេហៅថាប្រទេសចៅសៀមហ្នឹងឯងហើយវាបានកំទេចផ្ទះពលរដ្ឋខ្មែរដែលខំកសាងឡើងដោយពីកម្លាំងញើសឈាមណាគឺសឹងតែខ្ទេចខ្ទីអស់ហើយនៅក្នុងច្រកបឹងតគួនadmin អត់បានទៅទេណាបើសិនជាបងប្អូនណាបានទៅកុំភ្លេចជួយថតឲ្យបានច្រើនផងឬក៏ផុសក្នុង Facebook ផងព្រោះព័ត៌មានភាគច្រើនគឺបណ្ដាញសង្គម Facebook គឺនាំមុខគេហើយអញ្ចឹងសកម្មភាពផ្សេងៗរបស់ចៅសៀមយើងមិនអាចបំភ្លេចបានទេគឺនឹងចងចាំក្នុងចិត្តរបស់យើងរៀងរហូតប៉ុន្តែយើងនៅតែគិតថាបើធ្វើសង្គ្រាមជាមួយពួកវាគឺវានាំតែមានបញ្ហាសន្តិសុខការស្លាប់និងបាត់បង់អាយុជីវិតនោះទេអញ្ចឹងយើងមានតែផ្លូវមួយទេគឺយើងជឿជាក់លើរដ្ឋាភិបាលមានតែផ្លូវច្បាប់ទេទើបអាចកម្ចាត់ពួកនឹងបានបើយើងលេងភ្លើអាវុធវានាំតែមហន្តរាយទាំងអស់គ្នាទេអញ្ចឹងប្រទេសយើងក៏ឆ្លងកាត់បទពិសោធន៍សង្គ្រាមច្រើនដែរអញ្ចឹងយើងអត់ចង់មានសង្គ្រាមទៀតទេអញ្ចឹងបើយើងចង់ឈ្នះពួកហ្នឹងគឺជឿជាក់លើរដ្ឋាភិបាលទាំងអស់គ្នាកុំភ្លេច share បានច្រើនណាដើម្បីឲ្យបានមើលឃើញទូទាំងសកលលោកដើម្បីឲ្យដឹងថាណែចៅសៀមវាចរិតអញ្ចឹងវាកាន់ដីខ្មែរដែលខុសច្បាប់វាចូលទន្ទ្រានដីខ្មែរដែលខុសច្បាប់អញ្ចឹងវាឈោដីខ្មែរវាគឺដាក់ខ្មែរទៀតអញ្ចឹងយើងនាំគ្នាថ្កោលទោសវាច្រើនពិសេសបងប្អូនអរគ្នាកុំប្រើប្រាស់ផលិតផលថៃយើងនាំគ្នាប្រើប្រាស់ផលិតផលក្នុងស្រុកយើងទៅទោះជាមានតម្លៃខុសតិចតួចឬក៏គុណភាពខុសតិចតួចក៏យើងទ្រាំទៅគ្មានអ្វីល្អជាងការធ្វើអីដំបងទេយើងទ្រាំប្រើប្រាស់ដំបងទៅយូរទៅគុណភាពទាំងអស់នឹងល្អដូចគេដូចឯងដែរហើយ